យ៉ាងមិនឆាយកូននេះម៉ែទេទៅច្រើនដងហើយតែមិនលើកទេទាំងក្មួយណែទៀតដឹងអត់ថាអ្នកផ្ទះបារម្ភនោះសំតោម៉ែគឺទូរស័ព្ទពួកកូនអស់ភ្លើងក៏បញ្ចូលចូលក្នុងបន្ទប់ជួលរួចទៅនាំគ្នាទៅផ្សារទិញរបស់ប្រើប្រាស់មិនអីទេម៉ែពួកខ្ញុំមិនកើតអីនោះទេស្មានតែកើតអីនឹងណាប្រទេសចង់ផ្ទុះហើយខ្លាចតែមានគ្រោះថ្នាក់តាមផ្លូវនឹងណាបើមិនអីគឺល្អហើយហើយចុះបាយទឹកហើយនេះចាខ្ញុំទៅហូបមកពីក្រៅមិនយីទេម៉ែពេលខ្ញុំទៅទិញរបស់ប្រើក្នុងផ្ទះកូនណាតែនៅក្រុងចឹងចំណាយដឹងតែខ្ពស់ហើយសន្សំសំចៃណាកូនព្រោះយើងជាអ្នកអត់របស់អីក៏ដោយបើមិនចាំបាច់ក៏មិនចាំបាច់ទិញនោះទេចាម៉ែកូនមិនហ៊ានចៃវាប្រៀបដែរនោះទេលើតែពុកម៉ែឲ្យមកមានតម្លៃណាស់កូនយកវាប្រាស់ទៅលើរឿងដែលចាំបាច់បំផុតនិយាយនេះមិនមែនបានន័យថាមិនឲ្យកូនហូបមិនឲ្យកូនទិញនោះទេគ្រាន់តែចង់ដាស់តឿនថាអ្វីដែលមិនសំខាន់ក៏មិនគួរចំណាយលុយនោះដែរចាម៉ែខ្ញុំដឹងហើយម៉ែចាំខ្ញុំសិនណាខ្ញុំនឹងខិតខំរៀនសូត្រឲ្យប៉ាកែមានការងារធ្វើល្អមានប្រាក់ខែច្រើនពេលនោះខ្ញុំមិនឲ្យពុកម៉ែពិបាកទៀតនោះទេខ្ញុំសន្យាថានឹងចិញ្ចឹមមើលថែពុកម៉ែឲ្យបានល្អណាស់ចាកូនត្រឹមឃើញកូនជោគជ័យលើអ្វីដែលកូនចង់ធ្វើនោះពុកម៉ែសប្បាយចិត្តណាស់ទៅហើយមិនប្រាថ្នាចង់ឲ្យកូនសងគុណអីនោះទេក្តីសុខពុកម៉ែគឺឃើញកូនជោគជ័យចឹងប៉ុណ្ណឹងសិនហើយណាម៉ែទៅរកដាំកូនស្ពៃបងហើយឲ្យពុកកូនធ្វើរោងទុកតាំងពីព្រឹកមិញមកម្លេះសុខសប្បាយណាកូនចាម៉ែជម្រាបលាពុកម៉ែខំធ្វើការហត់សពគ្រប់ដើម្បីរកលុយបញ្ជូនកូនមករៀនសង្ឃឹមថាក្រោយបញ្ចប់ការសិក្សាខ្ញុំអាចមានការងារល្អធ្វើជួយដល់ពុកម៉ែហើយម៉ែមិនតន់ដឹងឯណៃផងតែមករ៉េបដូចបានដាស់ទៅហើយខ្លាចតកូននេះចាយលុយមិនចេះកិនយ៉ាងម៉េចហ្នឹងមកពីក្រៅវិញរអ៊ូតាំងពីមុខបន្ទប់នោះគឺម៉ែនឹងណាតែមកគម្រាមមិនឲ្យចាយផ្ដេសផ្ដាស់នេះនៅមិនតន់បានមួយថ្ងៃផងប៉ុណ្ណឹងទៅហើយគាត់និយាយត្រូវហើយគឺគាត់មិនចង់ឲ្យចាយផ្ដេសផ្ដាស់នឹងណាណែសម័យនេះលុយពិបាករកណាយើងជាអ្នកខ្វះខាតឡំរៀននំពេញផងចំណាយសពគ្រប់ចឹងហើយត្រូវតែបិទតបិនតែងនេះយើងស្ដាប់មករអ៊ូមិនឆ្អែតមែនទេបានជាចូលមកដល់ក្នុងបន្ទប់ហើយណាមកស្ដាប់អញរអ៊ូទៀតខ្ញុំដឹងហើយ friend ហើយមិញហ្នឹងមិញសងតែមកមែនទេត្រូវហើយនេះពួកគាត់បារម្ភពីយ៉ាងណាតែផ្សារមិនចូលទូរស័ព្ទទេមកឡើងចង់ផ្ទុះគ្រឿងហើយហាត់ពេញមួយថ្ងៃហើយសុំសម្រាប់បន្តិចសិនហើយហ្នឹងអាយ៉ាក្រែដែលគេនេះលយដែនតាំងមានថ្នាក់លើមួយថ្នាក់ក្រោមមួយអញ្ចឹងខ្ញុំសុំដេកអាក្រមហើយហ្នឹងនេះជាថ្ងៃដំបូងសម្រាប់និស្សិតក្នុងសាកលវិទ្យាល័យមួយណែវីតាថ្ងៃដំបូងបែបនេះប្រហែលជាមានសិស្សមកច្រើនហើយខ្ញុំសង្ឃឹមថានៅក្នុងថ្នាក់របស់យើងមានសិស្សប្រុសសង្ហាផងចាស់ហើយស្អីឯងហ្នឹងមករៀនរៀបកម្មមើលប្រងណែកុំខំពេកណាប្រយ័ត្នប្រុសបោកទេអ្នកណាមកបោកខ្ញុំបាននោះណែមកខ្ញុំមែនទេដែលប្រុសបោកនោះប្រុសមានតែតម្រង់ជួឲ្យខ្ញុំរើសហើយម្នាក់ដែលខ្ញុំរើសនោះគឺសំណាងឲ្យប្រាប់ឲ្យដឹងទេខ្ញុំដឹងហើយស្រីស្អាតហើយថែមទាំងជាកូនដែលមានទៀតនោះអ្នកណាមិនចង់បានទេតែកុំស្អាតតែរូបឆោមណាស្អីក៏មិនចេះនោះចាប់ហើយណែនឹងវីតាំងអាចសរសើរឬក៏ដៀទៅនឹងស្អីគេសុទ្ធតែស្អាតតែរូបឆោមហើយអីផ្សេងទៀតមិនចេះអញចង់មើលងាយគ្នាឯងមែនទេហើយនិយាយលេងផងក៏មិនបានព្រោះគាត់ថាអញជាមិត្តជិតស្និទ្ធហ្នឹងហើយទៅផ្លេងដែរនោះបានហើយកុំទៅយកចិត្តទុកដាក់ឯណាមនុស្សដូចជាអញជាកូនមេកូនពេញគាត់លើកំណត់មានប្រាក់ហើយនោះតែមិនធ្វើអ្វីក៏មិនខ្វះលុយចាយដែរណែត្បិតតែអញ្ចឹងមែនតែខ្ញុំមិនសប្បាយចិត្តទេហ្នឹងមនុស្សដូចខ្ញុំស្អាតឆ្លាតពូកែងមិនរស់នៅពឹងលើម៉ាក់ប៉ាទាំងស្រុងនោះទេស្ត្រីសម័យនេះគេខ្លាំងអស់ហើយជាពិសេសនោះមិនរស់នៅពឹងលើប្តីនោះទេបានហើយចុះសាលារៀនតែងប៉ាកែត្រូវស្រីណាតែការអនុវត្តវិញសនចេះតែលេងម៉ាក់ប៉ាសោះមកអួតថាស្អាតឆ្លាតប៉ាកែដែរការរៀនវិទ្យាល័យចំណុះតែខ្ញុំសងនៅក្នុងថ្នាក់រៀនហើយនាងវីតាំងនោះជាពួកនាងនោះតាំងជប់ទៀនមករៀនក្នុងថ្នាក់ជាមួយគ្នាទៀនមែនហើយនេះបើយ៉ាងប្រហែលជាមាននិស្ស័យជាមួយពួកនាងហើយតែបានចេតនាមិនណាជួបតែរហូតបែបនេះនោះជានិស្ស័យស្អីតាំងឃើញមុខគួរស្អប់តែម្ដងតាំងពីបានជួបនៅហាងលោកកបោកមកម្លេះនាងសាក់ត្រង់នោះមិនសូវប្រមាណទេប៉ុន្តែនាងសាក់សេះនោះវិញញ៉ាញ់តែម្ដងស្រីរ៉ាន់នោះគឺពួកនាងកប៉ាល់ភ្លើងតាំងជួបតែរហូតតែម្ដងហើយនេះ
នេះដាក់ថ្នាក់រៀនបន្ទប់ជាមួយគ្នាទៀនកម្មអីម្លេះទេនេះ ហើយតាមតែដឹងទេគេរាប់យើងក៏រាប់គេមិនរាប់យើងក៏ធ្វើធម្មតាទេខ្វះធ្វើអី ខាញ់ពួកនាងនិយាយអេចអូចនោះប្រហែលជានិយាយពីយើងហ្មងស្មានតែពួកយើងនេះចង់ជួបជាមួយវាខ្លាំងណាស់ហើយមើលទៅនោះណែឯងមិនបានជួបតែពួកនាងនោះទេម្នាក់ប្រុសដែលបាក់ម៉ូតូគេពួកយើងនោះក៏ជួបដែរមើលនោះគេមើលមកឯងតែរហូតតែម្ដងហើយ ពួកនឹងមែនតាគេមើលមកប្រតែធ្លាប់ស្គាល់នឹងណាស់ស្រីណាត់ដូចជាใจដន់ពេកហើយជួបតែមនុស្សដែលមានបញ្ហាជាមួយ ផែនដីប៉ុណ្ណាប៉ុណ្ណេញបើជាមកជួបមនុស្សមិនគួរឲ្យជុំជាពិសេសនោះគឺពួកនាងអ្នកមានអត់សិលធម៌នោះតែម្ដង អាចឆេលីនោះស្រីអង្គុយតុនឹកគៀនទាំងជាងនោះហើយដែលខ្ញុំបានប្រាប់ឯងថាខ្ញុំបើកម៉ូតូគីនាងនោះចៃដនមែនវ៉េរៀនថ្នាក់ជាមួយគ្នាទៀតបានដែរឲ្យខ្ញុំពេលនេះដែលឯងសរសើរថាស្អាតមែនទេអីយ៉ាស្អាតរបស់គេមែនតានេះស្គាល់ឈ្មោះហើយមែនទេណែទេតែមិនជូរទេរៀនជាមួយគ្នាបែបនេះគង់តែស្គាល់ឯងមិនចោះម្នាក់ស្រីដែលសក់ក្រងនោះគឺពិតជាសភាពគួរឲ្យស្រឡាញ់ណាស់មើលក៏ដឹងដែរថាជាមនុស្សសភាពស្អីឯងហ្នឹងមករៀនឬក៏មិនញ៉ៃស្រីណែលំចោលអាចរិតព្រានណាស់តែព្រាននារីតាមបរិញ្ញានៅវិទ្យាល័យមកហើយអត់ចោលសណ្ដាលមែនជីវិតជាសិស្សសាកលវិទ្យាល័យកុំខំមករឿងស្រីវើយប្រយ័ត្នអត់តាបងនោះហើយយើងមិនមែនជាសិស្សតាមត្រូវដូចឯងនោះទេរៀនផងមានស្នេហាផងមានអីមិនល្អទេស្នេហាជាថ្នាំបើណាវើយបើយើងយកត្រីនោះនឹងធ្វើឲ្យជីវិតរបស់យើងកាន់តែរីករាយរៀនកាន់តែពូកែធ្វើអីក៏លលូនដែរតែបើឯងយកខុសនោះវានឹងបំផ្លាញឯងណាអាពេកយើងខ្ជិលបដៅឯងណាមនុស្សអត់ធំហើយនោះបានហើយស្ងាត់តែ នាងវិតាញ់ឯងមើលម្នាក់នោះណោះគេមើលមកខ្ញុំរហូនឬក៏គេចាប់ចិត្តមកលើខ្ញុំតែដឹងសង្ហាមិនធម្មតាទេនាងអើយនេះដោយការប្រាថ្នាមែនថ្ងៃចូលរៀនដំបូងបានជួបជាមួយប្រុសស្អាតស្អាតរៀនជាមួយគ្នាទៀនឥឡូវខ្លះជាការពិតហើយ នេះប្រយ័ត្នគេលឿនណាស់មិនចេះខ្មាស់គេទេតែសង្ហាមែនតែវិញនេះអញចាប់អារម្មណ៍គេហ៎ ត្រូវហើយណែចាំតែមើលណាញ់ខ្ញុំនឹងធ្វើឲ្យគេខ្លាចជាសង្សាររបស់ខ្ញុំឲ្យតតែបានអញចាំតែមើលទិញ ហើយអញនេះនិយាយតែរឿងហ្នឹងចាំមិនមករៀបក៏មកមើលប្រុសវិញហើយអ្នកគ្រូមកហើយ អូថ្ងៃដំបូងមកជួបជុំគ្នាល្អណាស់មកចាប់ផ្ដើមស្គាល់គ្នាឲ្យទៅណាញ់ចាប់ផ្ដើមពីកូននឹងអង្គុយគៀនខាងនោះមុនមកប្រាប់ពីឈ្មោះឲ្យមើលរបស់យើងបានស្គាល់ផងណាញ់ ស្រីណានខ្ញុំថាយើងក៏ទៅទិញកង់ទុកក្រុមជិះមករៀនម្នាក់មួយទេដឹងនេះម្ដងមករៀនរាល់ថ្ងៃបែបនេះចូលរៀនមិនទាន់គេទេពេលបន្ទប់ដេកមកសាលារៀនឆ្ងាយគួរសំដែរ ណាណាថាខ្ញុំដែររហូតនោះណែមកតដប់មានហាជីរហូតតែងឲ្យជីកង់យ៉ាងម៉េចតែខ្មាស់គេណាឯង នេះឯងនៅគិតរឿងខ្មាស់គេទេរ៉េយើងទិញម្ដងជិះបានរហូតហើយឯងចង់ជូនមកតដប់មែនទេជិះរាល់ថ្ងៃទៅមកមិនអត់ទេណាទុកលុយហូបបាយវិញទៅចំណេញជាង ឯងនេះត្បិតត្បិតខរ៉ាប៊ីមជីម៉ូតូដប់វាមិនសូវខ្មាស់គេឲ្យជីកង់ខ្ញុំខ្មាស់គេណាញ់វាមិនអត់ប្រមាណទេឯងអើយខ្ញុំគិតរួចហើយ ពុកម៉ែផ្ដាំមកឲ្យចេះសំសំចៃតែឯងនេះរកតែកន្លងស្រួលនេះឯងមិនទាន់ដឹងទេថាពេលអត់លុយប្របាក់ប៉ុណ្ណានោះ យ៉ាងដឹងតែកុំសន្សំសំចៃពេករហូតពីបាត់អស់ខ្លួនឯងនោះវាមិនប្រមាណទេខ្ញុំបានប្រាប់ម៉ែរួចហើយគាត់ក៏សន្សំលុយទុកទិញម៉ូតូមួយគ្រាន់ជីទៅសាលារៀនគាត់ក៏បានឆ្លើយថាយល់ព្រមហើយដែរ ឯងនេះបន្ថែមបន្ទុកឲ្យគាត់ទៀតហើយមករៀននៅទីនេះចាយច្រើនទៅហើយអ្វីជាបានយើងជាទេជួយសម្រាប់បន្ទុកពួកគាត់បានខ្លះដែរ អេសួស្ដីអ្នកទាំងពីរ នេះមិននឹកស្មានថាពួកយើងបានជួបគ្នាទៀតសោះហើយថែមទាំងបានរៀនសាលាជាមួយគ្នាទៀតពិតជានិស្ស័យពិតមែន អូពេក នេះជួបគ្នាថ្ងៃមុនណាខ្ញុំស្មានតែអ្នកទាំងពីរជាអ្នកនៅទីក្រុងតាតាមពិតអ្នកមកពីខេត្តសោះ ត្រូវហើយពួកខ្ញុំមកបន្តការសិក្សានៅទីនេះស្រីណានខ្ញុំថាតើយើងចូលថ្នាក់វិញទេ អេឈប់សិនបញ្ញាទៅណាតែនៅនិយាយគ្នាលេងសិនតែមិនទៅដល់ម៉ោងចូលវិញឯណានេះមិនចង់រាប់អានជាមួយខ្ញុំមែនទេបានជាមិនចង់នៅនិយាយលេងជាមួយខ្ញុំនោះ អេពេញមិននៅទីនេះសោះខំតែតាមរងអូជាពីរអ្នកនេះទេអូន ស៊ីកាមែនទេអូមែនហើយមករកខ្ញុំមែនកាយទេ គឺរកជជែកគ្នាលេងហ្នឹងណារីករាយដែលបានស្គាល់បានរៀនថ្នាក់ជាមួយគ្នាទៀនយ៉ាងជាអ្នកក្រុងដូចគ្នាមិនពិបាករាប់អានគ្នាទេមែនទេស្រីរ៉ាន់ខ្ញុំថាយើងចូលថ្នាក់វិញតែងតោះ អេឈប់សិនអ្នកទាំងពីរនេះមិននៅនិយាយគ្នាលេងសិនតែ តែខ្វល់ជាមួយពួកនាងធ្វើអីតែងមកតែពួកនាងគឺដូចជាប្រកាន់ច្រើនណាស់ឃើញខ្ញុំចូលមកដល់ភ្លាមក៏ដើរចេញតែម្ដង មែនហើយមកពីខេត្តទេតែខ្មត់សាហាវគួរឲ្យជ្រិញណាស់
មិនក៏និយាយដាក់មាត់រួមថ្នាក់បែបនេះសុទ្ធតែគ្នាឯងតាអូស៊ីកាមុននៅថាជាអ្នកភ្នំពេញដែរមែនទេនៅម្ដុំណាទៅ ចាក់ខ្ញុំនៅខណ្ឌសែនសុងហើយចុះពេជ្រវិញនៅខណ្ឌណាដែរទេ ដូចគ្នាតាខ្ញុំក៏នៅខណ្ឌសានសុកដែរនៅជិតម្ដុំផ្សារអ៊ីអន2ហ្នឹង ខ្ញុំក៏ដូចគ្នាដែរនៅចិត្តស៊ីកាដែរពួកខ្ញុំជាមិត្តនឹងគ្នាតាំងពីរៀននៅវិទ្យាល័យមកម្ល៉េះដល់តែរៀននៅសាកលក៏រៀនជាមួយគ្នាទៀត រីករាយដែលបានស្គាល់អ្នកទាំងអស់គ្នាណាខ្ញុំសប្បាយចិត្តណាស់ដែលបានរៀនបន្ទប់ថ្នាក់ជាមួយអ្នកនាងនេះជាពិសេសនោះគឺសុទ្ធតែជាស្រីស្អាតទៀត មកសងំញ៉ៃស្រីនៅទីនេះសោះខំតែរកពេជ្រថ្នាក់រៀនហើយឆៃលៀងឯងនិយាយស្អីហ្នឹងមិនក៏មិនផ្ដោតកិត្តិយសឲ្យនៅនាងស៊ីកានិងនៅនាងវីតាបែបនេះចាប់មែនឯងនេះសំទោសណាស់នេះខ្ញុំច្រឡំមាត់ព្រោះធ្លាប់និយាយលេងជាមួយអាប៉ិចឡើងធ្លាប់មាត់ទៅហើយ មិនអីទេណាលោកពួកខ្ញុំតែប្រកាន់អីទេសំខាន់នោះគឺខ្ញុំស្អាតមែន និយាយលេងទេហ្នឹង នេះជាមែនក៏ពួកខ្ញុំមិនថាអីនោះដែរព្រោះថាណានាងពិតជាស្អាតមែនតាមួយថ្នាក់រៀននេះគឺខ្ញុំមកឃើញណានាងគឺស្អាតជាងគេហើយ នៅលោកលេងសរសើរតែម្នាក់បែបនេះលោកមិនខ្លាចខ្ញុំអន់ចិត្តទេខ្ញុំជាស្រីក៏ចង់លឿនពេលនេះដែរណា វីតាក៏ស្អាតមិនចាំម្នាក់ទេមិនបាច់អន់ចិត្តទេណា បាច់នេះពួកកាយសរសើរមនុស្សស្រីហ្នឹងនេះប្រហែលជាសង្សាររបស់លោកសំណាងហើយដែលមានលោកជាសង្សារនោះ អ្នកនាងសោះសាឡាដូចខ្ញុំមែនទេដែលមានសង្សារនោះគឺខ្ញុំមិនទាន់មានសង្សារនោះទេណាមួយនៅរៀនបែបនេះខ្លាចមានសង្សារទៅសង្សារធ្វើឲ្យខូចចិត្តរៀនមិនចូលនឹងណា តែបើលោករើសមនុស្សត្រីលោកក៏នឹងមិនខូចចិនហើយនឹងធ្វើឲ្យជីវិតរបស់លោកកាន់តែសប្បាយជាងមុនកថាបានដែរហ្នឹង សម្រាប់ទៅសម្រាប់មកអ្នកទាំងពីរកំពុងតែញ៉ៃគ្នាមែនទេហ្នឹងបើអញ្ចឹងខ្ញុំមិននៅរំខាននោះទេឯងនិយាយស្អីទៀតហើយហ្នឹងគ្រាន់តែនិយាយកំ pl លែងលេខធម្មតាតាមែនទេអ្នកនាងអ្នកណាតែគិតរឿងស្នេហាក្នុងពេលសិក្សានោះ ចាមែនហើយនិយាយលេងឲ្យតែសប្បាយសប្បាយទៅ ខ្ញុំថាយើងចូលថ្នាក់រៀនវិញទៅណាចិត្តដល់ម៉ោងចូលវិញហើយតោះអានេះបានស្អីស្អាតនិយាយជាមួយផ្លេចមិត្តភក្តិតែម្ដងហើយចាំមើលខ្ញុំជឿថាវាញ៉ាយយកទាំងអស់តែម្ដងព្រៀនដូចជីវិតនេះស្រីណាក៏វាញ៉ាយដែរ នេះមិនដឹងថាលោកជំទាវបងនឹងឯកឧត្តមលេងសង្ឃកុំអីនឹងបានរៀបចំទទួលឲ្យបានសមរម្យជាងនេះ ថ្ងៃនេះពិតជាកិត្តិយសណាស់ដែលបានអញ្ជើញមកលេងដល់ផ្ទះនោះ ហើយទៅរៀបចំអីនំតែប្របាក់នោះមកនេះក៏មានការសំខាន់ជាមួយអ្នកអូននិងលោកប្អូនផងដែរហើយចានេះក្មួយស្រីស៊ីកាមកដើរផ្ទះទេអី ចាអ្នកបងកូនសិកាថ្ងៃនេះទៅសាលារៀនមិនទាន់ត្រឡប់មកវិញនោះទេថ្ងៃនេះជាថ្ងៃចូលរៀនសាកលដំបូងផងប្រហែលជាចិត្តចេញមកហើយមើលទៅ នេះប្រកាសជាមានរឿងសំខាន់ហើយបានជាលោកទាំងពីរអញ្ជើញមកដល់ផ្ទះខ្ញុំបែបនេះនោះមែនទេលោកបង ជាការពិតណាស់រឿងសំខាន់របស់កូននឹងណាគឺចេះណាខ្ញុំនេះចង់ផ្សារសាច់ផ្សារឈាមជាមួយនឹងគ្រួសារលោកបងឃើញថាក្មួយស៊ីកានាងក៏ពេញក្រមុំដែរកូនខ្ញុំក៏ពេញកំឡោះគេថាគេពេញចិត្តនឹងក្មួយស៊ីកាណាគេចង់ឲ្យខ្ញុំនេះមកសួរបងទាំងពីរណាតើគិតយ៉ាងម៉េចដែរ មែនហើយមិនដឹងថាទៅលួចស្រឡាញ់គ្នាពេលណានោះទេសុកក៏មកប្រាប់ម៉ែនឹងប៉ាខ្ញុំក៏សប្បាយពេលលីកូននិយាយប្រាប់តែសំណាងវិញដែលជាក្មួយស៊ីកាព្រោះថាសុទ្ធតែជាអ្នកស្គាល់គ្នាស្រាប់ អ្នកបងនិយាយពិតមែនអីចាំភ្ជាប់សាច់ឈាមជាមួយអូនេះសប្រៃណាស់ក្មួយប្រុសឧត្តមមែនទេ ចាមែនហើយខ្ញុំមានកូនប្រុសឯណាទៀតមានតែមួយនឹងហើយនេះពេលនេះគេមានការងារធ្វើហើយគឺជួយមើលការងារក្នុងក្រុមហ៊ុនរបស់លោកប៉ាគេថាបិទតែក៏ឧត្តមបងក្មួយស៊ីកា5ឆ្នាំតែក៏មិនចាស់ពេកនោះទេមែនទេ ចាអីប៉ុណ្ណឹងនោះអ្នកបងមនុស្សប្រុសដែលមានអាយុបងបែបនេះគឺល្អហើយចាស់ចិត្តចាស់គំនិតជាងមនុស្សស្រីពេលបានគ្នាទៅស្រួលរស់នៅជាមួយគ្នាទៀត ហើយចុះសម្រាប់បែបណាដែររឿងដែលខ្ញុំសួរនោះគឺចាំសួរកូនស្រីសិនណារបស់ណាមួយកូននៅក្មេងនៅរៀនទៀតខ្លាចក្មេងវាចង់រៀនឲ្យចប់សិនណា កំព្រួយអីឲ្យក្មួយស៊ីការៀនឲ្យចប់សិនក៏បានបើថានាងយល់ព្រមយើងគ្រាន់តែភ្ជាប់ពាក្យទុកគឺក៏អត់ទុកនឹងណាខ្លាចមានគេដណ្ដើមយកទៅបាត់ ចាតែរឿងនេះខ្ញុំមិនហ៊ានសម្រេចចិត្តជួសកូនទេយ៉ាងណាក៏ចាំសួរចិត្តកូនសិនភ្ជាប់សិនក៏បានដែរណាស់ចាំកូនរៀនចំចាំរៀបការឲ្យពួកគេខ្លាចតែខាងក្មួយឧត្តមមិនអាចចាំបានវិញទេព្រោះដល់ទៅ4ឆ្នាំឯណោះ រឿងនេះខ្ញុំមិនថាអីនោះទេមនុស្សដែលគេស្រឡាញ់ទៅយូរបន្តិចក៏ចាំបានណាមួយគេក៏នៅក្មេងៗដែរ
4 ឆ្នាំទៀតកូនឧត្តមទើបតែមានអាយុ27ឆ្នាំតែហើយក្មួយស៊ីកាក៏22ឆ្នាំល្មម បើអញ្ចឹងសម្រាប់តាមនឹងចោះណាញ់ចាំកូនត្រឡប់មកវិញប្អូននឹងស៊ូចិត្តកូនស៊ីកាឲ្យសង្ឃឹមថាកូនស៊ីកាប្រកាសជាមិនបដិសេធនោះទេបរោះល្អល្អដូចជាក្មួយឧត្តមនោះមិនងាយរកបានទេណាញ់ ចឹងសម្រាប់តាមអ្វីដែលអ្នកអូននិយាយចុះខ្ញុំនឹងរងចាំចម្លើយណាតោះប៉ាវាយើងទៅរងចាំស្ដាប់ចម្លើយនៅផ្ទះ អញ្ចឹងបងទាំងពីរគិតត្រឡប់ទៅផ្ទះវិញសិនហើយណាហើយក៏សង្ឃឹមថានឹងទទួលបានដំណឹងល្អផងចុះ ចាខ្ញុំមិនឲ្យបងទៅពីខកចិត្តនោះទេចាំពួកខ្ញុំជូនដំណើរណាញ់តោះបងបងនេះខ្ញុំពិតជាសប្បាយចិត្តណាស់សុកលោកឧត្តមមេត្រីមកស៊ូកូនស្រីឲ្យកូនប្រុសរបស់គាត់មិនដឹងថាគេចាប់ចិត្តលើកូនយើងតាំងពីពេលណានោះទេ ហើយចាំមកលើពួកគាត់និយាយមកទេគាត់ថាគាត់ក៏មិនដឹងដែរជារឿងរបស់ក្មេងៗរឿងនេះគួរតែសួរកូនស្រីមកវិញទៅល្អជាងថាតើតាក់តងគ្នាតាំងពីពេលណានោះមែនហើយកូនស៊ីកានីងតាក់តងជាមួយអ្នកណាក៏មិនប្រាំចេះបានតែតាក់តងជាមួយកូនអ្នកធំកូននីងពិតជាមើលឃើញវែងឆ្ងាយពិតមែន ដែលកូនមិនប្រាប់នោះព្រោះតែខ្លាចមកវាថាឲ្យនឹងណាថាក្មេងនៅរៀនមិនសមនឹងមានស្នេហានោះអីក្រែងខបបដាកូនតែអញ្ចឹងហ៎ ខ្ញុំបដៅអញ្ចឹងមែនតែបើសិនជាកូនអ្នកធំមានមុខមានមាន់ដូចជាកូនអ្នកបងវិឡាញ់និងលោកបងមេត្រីនោះខ្ញុំមានតថាអីបងក៏បានលើកដែរមិញនេះគេច្បាស់លាស់ណាស់គេមិនបង្ខំយើងនោះទេបើសិនជាកូនយើងចង់រៀនគេឲ្យរៀនឲ្យតតែចាប់សិនក៏បានអូនោះកូនស៊ីកាមកដល់ល្មមស៊ីកាមកនេះម៉ាក់មានរឿងសំខាន់ចង់និយាយជាមួយណាញ់សំខាន់អីទៅម៉ាក់ខ្ញុំទៅតែមកពីសាលារៀនឲ្យខ្ញុំបានងុយទឹកផ្លាស់សម្លៀកបំពាក់ញ៉ាំបាយសិនបានទេ កុំតន់អាល់អីរឿងនេះពិតជាសំខាន់ណាស់ពាក់ព័ន្ធនឹងកូនណាញ់ ហើយម៉ាក់វាប្រញាប់តាណាទៅឲ្យកូនគ្នាផ្លាស់សម្លៀកបំពាក់ងុយទឹកសិនទៅណាចាំមកហូបបាយជុំគ្នាចាំនិយាយគ្នាតែម្ដងតែកូនតែងុយទឹកផ្លាស់សម្លៀកបំពាក់សិនទៅនឹងអាចចូលមកហូបបាយជុំគ្នាប៉ាមានរឿងសំខាន់និយាយជាមួយណា អាឡូពេញនេះខ្ញុំមកដល់ផ្ទះហើយណាញ់ហើយចូលលោកទៅដល់ហើយណាញ់ ខ្ញុំក៏ទៅតែមកដល់ដែរនេះអ្នកនាងពិតជាគោរពពេលសម្ដីណាស់ដល់ផ្ទះភ្លាមតែមកប្រាប់តែម្ដងហើយ គឺខ្ញុំគ្រាន់តែធ្វើតាមអ្វីដែលលោកប្រាំលោកថាដល់ផ្ទះប្រាប់ផង បាទគឺខ្ញុំបារម្ភពីអ្នកនាងនឹងណាព្រោះខ្លាចមានបញ្ហាតាមផ្លូវឡានម៉ូតូក៏ច្រើនបែបនេះផងគ្រោះថ្នាក់មើលមិនឃើញនោះទេ ខ្ញុំពិតជាអរគុណណាញ់ដែលលោកបារម្ភពីខ្ញុំនោះខ្ញុំមិនដែលទទួលអារម្មណ៍រំភើបបែបនេះនោះទេលោកគឺជាមនុស្សទី1ហើយណាញ់ដែលធ្វើឲ្យខ្ញុំមានអារម្មណ៍បែបនេះ មែនណានេះតែខ្ញុំអាចជឿបានទេស្រីស្អាតដូចជាអ្នកនាងមិនខ្វះទេអ្នកដែលបារម្ភនោះ នេះលោកពិតជាមិនជឿខ្ញុំទេមែនទេខ្ញុំគ្មានអ្នកណាពិតមែនណាញ់តែបើសិនជាមាននោះក៏មានតែប៉ាហើយណាម៉ាក់នឹងហើយ ជឿសិនក៏បាន នេះខ្ញុំមិនដឹងថាយ៉ាងម៉េចនោះទេគ្រាន់តែបានជួបអ្នកនាងថ្ងៃដំបូងបែបនេះមានអារម្មណ៍ថាដូចជាមាននិស្ស័យជាមួយគ្នាណាស់ លោកនេះពូកែនិយាយណាញ់តែលោកនិយាយបែបនេះជាមួយមនុស្សស្រីប្រមាណអ្នកដែរទេ ហើយខ្ញុំទៅនិយាយជាមួយអ្នកណាទៅគឺខ្ញុំនិយាយដាក់តែអ្នកនាងតែម្នាក់ប៉ុណ្ណោះណាអើយស្អីហ្នឹង លោកយ៉ាងម៉េចទៅហើយសម្លេងអីមិញហ្នឹង គ្មានអីទេអ្នកនាងគឺអ្នកចិត្តខាងគាត់ជួសជុលផ្ទះទាំងណាទៅលើសម្លេងរំខានបែបនេះ ស៊ីកាកូនរួចហើយនឹងមកញ៉ាំបាយហ្នឹងប៉ាកូននៅចាំនេះពេញប៉ណ្ណឹងសិនហើយហ្នឹងម៉ាក់ហៅខ្ញុំមកញ៉ាំបាយហើយបាយហ្នឹងថ្ងៃស្អែកជួបគ្នា មិនក៏មិនរន្ទះតែថ្ងៃបែបនេះឬក៏មិនជឿសម្ដីខ្ញុំនិយាយទេដឹង ស្រីឲ្យដៃប៉ុណ្ណឹងហើយបើមិនចេះសប្បាយចិត្តនោះល្ងងបំផុតហើយនេះស្ដាយណាស់ដែលមិនទាន់ស្គាល់លេខទូរស័ព្ទរបស់ស្រីរត់កំបីគ្មានឲ្យរត់ខ្លួននោះទេ លោកប៉ាអ្នកម៉ាក់ថាមានរឿងសំខាន់ចង់និយាយជាមួយខ្ញុំនោះតើជារឿងអ្វីទៅឆាប់ប្រាប់ប៉ានិងម៉ាក់មកណាញ់តែតាក់ទងជាមួយនឹងកូនលោកជំទាវវិឡាញ់តាំងពីពេលណាទៅមិនក៏ព្រមប្រាប់ប៉ាម៉ាក់ផងទៅជំទាវវិឡាញ់ជំទាវណាទៅខ្ញុំមិនដឹងនោះទេណាម៉ាក់អោគឺជាជំទាវដែលជាមិត្តភក្តិរបស់ម៉ាក់នឹងណាញ់មិនចាំបាច់លាក់បាំងម៉ាក់នោះទេម៉ាក់ដឹងរឿងអស់ហើយតាក់ទងជាមួយគ្នាជាមួយក្មួយឧត្តមតាំងពីពេលណាទៅឧត្តមស្អីទៅខ្ញុំមិនដឹងទេតាក់ទងអីទៅខ្ញុំមិនដែលស្គាល់ជាមួយម្នាក់នឹងទេណាម៉ាក់ បើមិនស្គាល់មិនក៏គេឲ្យប៉ាម៉ាក់របស់គេមកចូលស្ដីដណ្ដឹងកូនមុននេះពួកគាត់បាននិយាយរឿងចង់បានកូនជាកូនប្រសាណា ថាម៉េចចូលមកសួរខ្ញុំទាំងដែលខ្ញុំមិនបានដឹងអីទាំងអស់អញ្ចឹងមែនទេហើយកូនប្រុសគាត់ឈ្មោះឧត្តមនោះមកមាត់បែបណាទេ
ខ្ញុំមិនដែរស្គាល់ទេហើយចុះលោកប៉ាអ្នកម៉ាក់ប្រាប់គាត់វិញបែបណាទេមានបែបហ្នឹងគឺមានតែចាំសួរចិត្តកូននឹងហើយណែកុំមកធ្វើពើថាមិនស្គាល់នោះបើគេមិនស្គាល់ក្មួយអាដាមគេឲ្យប៉ាម៉ាក់គេមកសួរកូនយ៉ាងម៉េចទេខ្ញុំមិនដឹងទេជារឿងរបស់ពួកគេតែម៉ាក់ប្រាប់ពួកគេទេថាខ្ញុំនៅមិនទាន់ចង់បានទេខ្ញុំនៅរៀនខ្ញុំនៅចង់រៀនឲ្យចាប់សិនគេមិនហាមរឿងកូនរៀននោះទេតែបើថាកូនត្រូវយើងភ្ជាប់ពាក្យទុកសិនក៏បានចាំកូនរៀនចំចាំរៀបការក៏បានណែកូនមិននិយាយទេណាមានអ្នកធំគេមកស៊ូនាំបែបនេះលើមកថាក្មួយឧត្តមនោះមានការងារមុខតំណែងធំណាស់នៅក្នុងក្រុមហ៊ុនប៉ាគីងពេលរៀបការហើយទោះបីជាកូនមិនធ្វើអីក៏មានលុយចាយមិនអស់ដែរហ្នឹងអត់ទេខ្ញុំមិនស្រឡាញ់គេខ្ញុំមិនដែលឃើញគេឲ្យខ្ញុំយកគេបានយ៉ាងម៉េចទេទោះបីជាគេជានរណាមានកម្រិតណាក៏ខ្ញុំនេះមិនស្រឡាញ់គេដែរតែម៉ាក់បញ្ជាថាកូនត្រូវតែយកគេម៉ាក់គិតច្បាស់ហើយថាគេស័ក្តិសមបំផុតមនុស្សប្រុសល្អៗបែបនេះមិនចេះទៅចូលមកក្នុងជីវិតងាយៗនោះទេម៉ាក់ឲ្យពួកគេសង្ឃឹមហើយកូនមិនអាចនិយាយបែបនេះបាននោះទេម៉ាក់ឲ្យពួកគាត់សង្ឃឹមម៉ាក់តែនិយាយវិញទេនិយាយជាមួយពួកគាត់វិញទេថាយ៉ាងណាក៏ដោយក៏ខ្ញុំមិនអាចស្រឡាញ់គេនោះទេម៉ាក់ក៏អាចជជែកបែបនេះរើសមនុស្សល្អៗឲ្យហើយនៅមិនចង់បានមែនទេអត់ទេដាច់ខាតកូនត្រូវតែព្រមព្រោះម៉ាក់មិនអាចមើលមុខគ្នាមិនចំនោះទេម៉ាក់វិញកុំទន់បង្ខំកូនពេកថ្មីបែបនេះកូននៅទទួលយកមិនទាន់បានទេកូនស៊ីកាប៉ាថាកូនណាទៅស្គាល់ជាមួយគេសិនទៅពេលកូនបានជួបគេកូននឹងអាចផ្លាស់ប្ដូរចិត្តក៏ថាបានដែរណាអត់ទេណាប៉ាទោះបីជាគេសង្ហាជាកូនទេវតាមកពិធានលើបែបណាក៏ដោយក៏កូនមិនអាចស្រឡាញ់គេបានដែរមនុស្សគ្មានអារម្មណ៍ស្រឡាញ់ឲ្យយកគ្នាមិនកាត់ទេយូរទៅក៏ស្រឡាញ់ហើយម៉ាក់ប្រាប់ហ្នឹងកុំធ្វើឲ្យម៉ាក់មានបញ្ហាសោះគេនោះជាកូនអ្នកធំមានមុខមានមាត់ក្នុងសង្គមបើឯងមិនយកកូនគេតើឲ្យម៉ាក់មានមុខអីទៅជួបគេទេជារឿងរបស់ម៉ាក់នោះទេព្រោះម៉ាក់ជាអ្នកចង់ហើយម៉ាក់ក៏មិនទាន់បានយល់ព្រមជាមួយគេ 100% ឯណាញ់បើអញ្ចឹងម៉ាក់ក៏ទៅប្រាប់គេវិញទេថាខ្ញុំមិនយើងខ្ញុំនៅរៀនដោះសារតាមអ្វីដែលម៉ាក់នឹកឃើញទេតែម៉ាក់មិនអាចបាត់បង់មនុស្សល្អដូចជាក្មួយឧត្តមបានទេយ៉ាងណាក៏ឯងត្រូវតែព្រមព្រោះពួកគេសង្ឃឹមច្រើនហើយបើអញ្ចឹងម៉ាក់រកកូនស្រីម្នាក់ទៀតឲ្យតែការជាមួយគេទេខ្ញុំមិនដឹងទេកូនស៊ីកាកូនស៊ីកាកូនស៊ីកាហឹងបងមកចរកូនបងចាស់ណែនាំមនុស្សល្អឲ្យហើយនឹងមិនចង់បានទៀតហឹងកុំបង្ខំគេពេកមួយសិនតើទុកពេលឲ្យកូនបានគិតពិចារណាសិនធម្មតាទេក្មេងៗតែមនុស្សដែលវាមិនធ្លាប់បានស្រឡាញ់ហើយវាប្រកែកអញ្ចឹងហើយបងថាចាំរកពេលឲ្យពួកគេបានជួបគ្នាម្ដងទៅបងក៏ដូចគ្នាដែរគ្មានជួយនិយាយខ្ញុំទេស្ងាត់មកតែដូចកញ្ចុងទុកឲ្យកូនតមកជាមួយខ្ញុំគ្មានធ្លាក់មួយម៉ាន់មិនដឹងទេប៉ាវាត្រូវតែនិយាយជាមួយកូនរឿងនេះព្រោះខ្ញុំមិនអាចឲ្យអ្នកបងជំទាវវិល័យខកចិត្តនោះទេមនុស្សល្អដូចជាក្មួយឧត្តមមានអីមិនល្អទេទាំងឋានៈគ្រួសារចំណេះវិជ្ជាមុខតំណែងការងារនោះហឹងលែងស៊ីលែងអីហើយចែន